សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនព័ត៌មានសំខាន់មួយចំនួនដែលមានដូចតទៅទី1កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបាននឹងកំពុងបង្ហាញកាន់តែខ្លាំងឡើងក្នុងការគ្រប់គ្រងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចាប់ផ្ដើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ compulsory conciliation ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងប្រទេសថៃប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទីបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការនិងនីតិវិធីក្នុងការដោះស្រាយបញ្ហានេះប្រកបដោយទំនុកចិត្តខ្ពស់ថាយុត្តិធម៌នឹងទទួលបានរវាងភាគីទាំងពីរក្រោមកិច្ចសម្របសម្រួលនិងផ្សះផ្សាពីអ្នកជំនាញអន្តរជាតិនិងស្របតាមច្បាប់អន្តរជាតិជំហរដោះស្រាយបញ្ហាដោយសន្តិវិធីនិងឈលលើច្បាប់អន្តរជាតិរបស់កម្ពុជាក៏តែងតែទទួលបានការស្វាគមន៍និងគាំទ្រពីសហគមន៍អន្តរជាតិជារៀងរហូតមកសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់បន្តរក្សាសាមគ្គីភាពជាធ្លុងមួយប្រកបដោយទំនុកចិត្តខ្ពស់និងភាពរឹងមាំពីព្រោះការការពារអធិបតេយ្យភាពជាតិគឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូលទី2នៅស្ទើរតែគ្រប់កិច្ចប្រជុំឬពិធីសម្ដែងសម្ដាលនានាទាំងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីតែងតែក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរមូលដ្ឋានអំពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាឬ online scam ដោយវិធានការយ៉ាងតឹងរឹងនិងម៉ឺងម៉ាត់ជាទីបំផុតពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថារាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ online scam ជាអត្ថប្រយោជន៍ខ្ពស់បំផុតមួយដែលពាក់ព័ន្ធផ្ទាល់ទៅនឹងសន្តិសុខសង្គមសុវត្ថិភាពប្រជាពលរដ្ឋនិងកិត្តិយសជាតិនៅលើឆាកអន្តរជាតិចាប់តាំងពីអាណត្តិទី6ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តរហូតដល់នីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំនិងការបដិញ្ញាចិត្តខ្ពស់បំផុតព្រមទាំងការធ្វើសកម្មភាពជាក់ស្ដែងក្នុងការបង្ក្រាបបណ្ដាញអ ுக ្រិតកម្មឆ្លងដែនគ្រប់ប្រភេទដោយគ្មានការអត់ឱននិងប្រកបដោយភាពម៉ឺងម៉ាត់បំផុតតាមរយៈសកម្មភាពការងារដូចខាងក្រោម1សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីក្រមអាវ៉ាតនិងកងកម្លាំងពាក់ព័ន្ធទាំងអស់ឲ្យបង្ក្រាបបណ្ដាញអ ுக ្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យដល់ឫសគល់ដោយគ្មានបង្អែបង្អង់មិនអត់ឱននិងមិនលើកលែងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺមិនត្រឹមតែបង្ក្រាបករណីនីមួយៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំផ្លាញបណ្ដាញអ ுக ្រិតកម្មទាំងមូលដកហូតសមត្ថភាពប្រតិបត្តិការកាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុនិងបិទគប់ច្រកប្រតិបត្តិការទាំងអស់ដើម្បីបញ្ឈប់បញ្ហានេះឲ្យបានជាក់ស្ដែងនិងយូរអង្វែងនេះបង្ហាញឲ្យឃើញថាកម្ពុជាមិនមែនជាគោលដៅនៃអ ுக ្រិតកម្មទេប៉ុន្តែគឺជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹងនិងសកម្មបំផុតនៅក្នុងតំបន់2សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានចាត់ទុកការបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ online scam ថាជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់ជាដាច់ខាតពីព្រោះក្រុមនេះបានមកសង្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជានិងបានបំផ្លាញមុខមាត់និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរហើយបញ្ហានេះនឹងក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់កម្ពុជានាពេលអនាគតទន្ទឹមនឹងការកោតសរសើររាជរដ្ឋាភិបាលដែលបានប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់សម្ដេចប្រមុខរដ្ឋស្ដីទីក៏បានផ្ដល់អនុសាសន៍បន្ថែមជូនរាជរដ្ឋាភិបាលថាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នាទៅនឹងការបង្ក្រាបមន្ត្រីដែលពាក់ព័ន្ធនិងចំណាត់ការចំពោះមន្ត្រីដែលអសកម្មក្នុងការបង្ក្រាបបណ្ដាញអ ுக ្រិតកម្មឆ្លងដែនមួយនេះ3
ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមានប្រសិទ្ធភាពនិងសង្កត់ភាពរាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថាការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធីនិងគ្មានការខ្វះចន្លោះកម្រងលិខិតគតិយុត្តពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញមានដូចជាច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានគោលដៅសំខាន់គឺបំពេញការចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន5និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រីបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញទេបទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំនិងប្រកាសអន្តរក្រសួងស្តីពីបែបបទនិងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំជាលទ្ធផលក្នុងរយៈពេល10ខែកន្លងទៅនេះអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានីខេត្តបានបំពេញបេសកកម្មបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានរាប់រយករណីដោយក្នុងនោះជនសង្ស័យរាប់ពាន់នាក់ដែលជាប់ពាក់ព័ន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងជនបរទេសរាប់សែននាក់ត្រូវបានបណ្តេញចេញឬក៏ស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាកាលពីចុងខែឧសភាកន្លងទៅថ្មីៗនេះតុលាការខេត្តកំពតក៏បានសម្រេចផ្តន្ទាទោសជនជាតិចិន6នាក់ឲ្យជាប់ពន្ធនាគារកំណត់ម្នាក់អស់មួយជីវិតពាក់ព័ន្ធទៅនឹងអំពើឃាតកម្មទៅលើនិស្សិតជនជាតិកូរ៉េកាលពីខែសីហាឆ្នាំ2025ទាំងអស់នេះឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាក្នុងការលុបបំបាត់បណ្ដាញអក្រិតកម្មឆ្លងដែនមួយនេះឲ្យទាល់តែអស់ពីកម្ពុជាអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ